បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងជួបគ្នាកណ្ដាលវាស្រ័យយើងមកមើលពីរបៀបដាក់កូនត្រីដាក់កំពឹសបងប្អូនសួរច្រើនថាអាហ្នឹងគេដាក់យ៉ាងម៉េចបងប្អូនណាបាទអញ្ចឹងបងប្អូនខ្លះដឹងបងប្អូនខ្លះមួយចំនួនទៀតគាត់មិនដឹងបាទអញ្ចឹងយកទៅយើងដាក់ប្រភេទបែបអញ្ចឹងឥឡូវយើងមកថតកណ្ដាលវាស្រ័យឃើញថាត្រីថ្ងៃនេះដោះម៉ោងជិតពេញមួយធុងហើយបាទយើងចាក់កំពឹសទៀតពេញតែម្ដងបងប្អូនសាប៊ូត្រីក្រាញ់អញ្ចឹងយើងមានផលិតផលលក់បើយើងលក់ទៅនៅក្នុងផ្ទះយើងមិនបានផ្សព្វផ្សាយក៏បងប្អូនមិនបានដឹងដែរបងប្អូនណាបាទឥឡូវយើងផ្សព្វផ្សាយបងប្អូនដឹងអញ្ចឹងអានេះគេហៅថា Royal ឬក៏គេហៅថាសយឺនឬក៏គេហៅថាឧបករណ៍ដាក់ត្រីយើងហៅឲ្យងាយស្ដាប់តែម្ដងបាទព្រោះយើងដាក់ប្រភេទខែទឹកស្រកអញ្ចឹងយើងយកដាក់តាមស្រែតាមរង្វះតាមបន្លាយអញ្ចឹងទៅវាចូលប្រភេទកូនត្រីចូលកំពឹសបើនិយាយពីកំពឹសវិញមួយថ្ងៃចិត្ត2គីឡូ2គីឡូជាងបាទវាចូលដល់ពេលយប់កំពឹសពេលថ្ងៃគឺវាចូលត្រីចម្រុះកូនត្រីកូនអីចឹងទៅបងប្អូនណាបាទបើយប់ឡើងគឺចូលកំពឹសមែនតើបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បានគឺយើងផ្ញើបងប្អូនបានគ្រប់កន្លែងដូចបងប្អូនឃើញនៅក្នុង YouTube អញ្ចឹងគឺបងប្អូនសួរច្រើនបងប្អូនណាបាទអញ្ចឹងឃើញយើងមកមើលប្រភេទកំពឹសស្រុកស្រែយើងបាទគឺស្រុកស្រែអ្វីក៏មានដែរបងប្អូនណាបាទអញ្ចឹងគឺវាស្រស់ល្អមែនទែនអាហារធម្មជាតិបាទអញ្ចឹងសម្រាប់បងប្អូនចង់បានតាក់ទងកំងបានទាំងប្រើ100មាន8ម៉ែត្រនិង10ម៉ែត្រហើយនឹងប្រភេទឧបករណ៍ដាក់កំពឹសនេះបងប្អូនយកទៅប្រើប្រាស់តាមតម្រូវការដូចមើលនៅក្នុងវីដេអូគឺប្រភេទដាក់ឲ្យវាចូលច្រើនយើងមានឧបករណ៍បាំងវា3 4 5 6ម៉ែត្រហើយចាំយើងដាក់អាហ្នឹងគឺវាចូលបានច្រើនអរគុណច្រើនបងប្អូនចង់បានតាក់ទងពីខាងខ្ញុំអាចផ្ញើឲ្យបងប្អូនបានគ្រប់25ខេត្តក្រុងតែម្ដងបាទអរគុណច្រើនតាមក្រុមហ៊ុនវីរៈប៊ុនធម្ម